ហេតុអ្វីបានជាយើងត្រូវញ៉ាំអាហារឲ្យទៀងម៉ោងបើសិនជាយើងញ៉ាំអាហារឲ្យទៀងម៉ោងជាប្រចាំគឺវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពតែពេលដែលយើងញ៉ាំអាហារទៀងម៉ោងវាល្អដល់សុខភាពដូចជា1រក្សាសមតុល្យថាមពលការញ៉ាំតាមម៉ោងជួយឲ្យរាងកាយមានថាមពលស្មើគ្នាក្នុងមួយថ្ងៃ2ជួយប្រព័ន្ធរំលាយអាហារការញ៉ាំទៀងម៉ោងក្រពះនិងពោះវៀនធ្វើការប្រសើរមិនធ្វើឲ្យទល់ពោះឬក៏ឡើងជាអាស៊ីតក្នុងក្រពះ3រក្សាតុល្យភាពស្ករក្នុងឈាមញ៉ាំទៀងម៉ោងជួយឲ្យជាតិស្ករក្នុងឈាមមានកម្រិតធម្មតាបើឆ្លងម៉ោងយូរអាចធ្វើឲ្យស្ករក្នុងឈាមធ្លាក់ចុះនិងធ្វើឲ្យខ្សោយឬដួលទី4កាត់បន្ថយការធាត់ញ៉ាំមិនទៀងម៉ោងធ្វើឲ្យរាងកាយផ្ទុកខ្លាញ់ច្រើនប៉ុន្តែញ៉ាំទៀងម៉ោងជួយឲ្យរាងកាយធ្វើការល្អនិងការរលាយខ្លាញ់លឿនតាមបទពិសោធន៍ខ្ញុំជាក់ស្ដែងគឺខ្ញុំធ្លាប់មានបញ្ហាកាពះហើយនឹងញ៉ាំថ្នាំកាពះជាប្រចាំដោយសារតែខ្ញុំ skip អាហារពេលព្រឹកនិងឲ្យញ៉ាំអាហារបានទៀងទាត់តែបើសិនជាអ្នកទាំងអស់គ្នាអត់ចង់មានបញ្ហាកាពះទេអ្នកទាំងអស់គ្នាគួរតែញ៉ាំអាហារបានទៀងទាត់ទាំងអស់គ្នាមួយវិញទៀតបើសិនជាបងប្អូនចង់ពិគ្រោះយោបល់ចង់ប្រឹក្សាយោបល់ឬក៏ចង់ស្វែងរកឱកាសការងារផ្សេងៗបងប្អូនអាចតាក់ទងមកកាន់ UICC ដែលមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទអគារ STEM ជាន់ទី7កន្ទុំ701បានអរគុណ